អត្ថបទទី13ស្ដារកម្លាំងឡើងវិញនៅក្នុងសម័យកាលបច្ចុប្បន្ននេះមនុស្សម្នាក់ៗកំពុងតែមានការមមាញឹកនឹងការសិក្សារៀនសូត្រស្វែងរកចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍខ្លួនឲ្យបានល្អប្រសើរការបំពេញការងារដើម្បីភាពជោគជ័យឬការងារមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃខិតខំប្រឹងប្រែងដេញតាមចាប់ក្តីស្រមៃនិងព្យាយាមទៅឲ្យដល់គោលដៅជីវិតដែលខ្លួនបានកំណត់ទុកពិតណាស់សកម្មភាពទាំងនេះវាទាមទារឲ្យគ្រប់គ្នាត្រូវចំណាយនូវថាមពលទាំងកាយចិត្តគំនិតនិងស្មារតីជារៀងរាល់ថ្ងៃដើម្បីបង្កើតវាឲ្យចេញជាផ្លែផ្កាដែលយើងម្នាក់ៗប្រាថ្នាចង់បាននៅក្នុងជីវិតក៏ប៉ុន្តែមានការមួយដែលខ្ញុំបានសង្កេតឃើញនោះគឺថាមនុស្សស្ទើរតែគ្រប់គ្នារួមទាំងរូបខ្ញុំផងដែរនៅពេលដែលខ្លួននៅមានកម្លាំងថាមពលនៅឡើយខិតខំធ្វើយ៉ាងណាប្រើប្រាស់វាដោយមិនសំចៃនោះឡើយប្រើឲ្យអស់ពីសមត្ថភាពឬអាចនិយាយបានថាប្រើហួសកម្រិតដោយមិនបានចាប់ផ្លឹកពីផលអវិជ្ជមានឬផលប៉ះពាល់ដែលកើតចេញពីការប្រើប្រាស់ថាមពលទាំងខាងក្នុងនិងខាងក្រៅច្រើនលើសលប់ពេកនោះឡើយទាំងនេះជាហេតុធ្វើឲ្យមនុស្សមួយចំនួនប្រែទៅជាអស់កម្លាំងខ្សោះល្វើយទាំងកាយចិត្តគំនិតនិងស្មារតីដែលមិនដឹងខ្លួនផងក៏មានដើម្បីឆ្លើយតបនឹងជៀសវាងនឹងការអវិជ្ជមានខាងលើយើងម្នាក់ចាំបាច់ត្រូវតែមានពេលវេលាដើម្បីស្ដារនៅកម្លាំងឡើងវិញហើយខាងក្រោមនេះជារបៀបងាយមួយចំនួនដែលយើងអាចអនុវត្តបាន 1. ចំណាយពេលវេលានៅជាមួយខ្លួនឯងការចំណាយពេលវេលានៅជាមួយខ្លួនឯងដើម្បីស្ដាប់ពីភាពហត់នឿយដែលខ្លួនកំពុងទទួលរងវាគឺចាំបាច់ខ្លាំងណាស់សម្រាប់ការដំណើរការជីវិតជារៀងរាល់ថ្ងៃព្រោះថាការធ្វើបែបនេះវាអាចជួយឲ្យយើងបានដឹងច្បាស់ពីបញ្ហាឬភាពហត់នឿយដែលយើងកំពុងជួបប្រទះនិងអាចជួយឲ្យយើងបានដឹងយ៉ាងច្បាស់ពីកម្រិតនៃលទ្ធភាពនិងកម្លាំងក្នុងការបន្តដំណើរទៅមុខទៀត 2. សម្រាកការសម្រាកវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់រាងកាយទាំងមូលនិងខួរក្បាលដែលជាបណ្ដុំនៃគំនិតប្រសិនណាជាយើងសម្រាកមិនបានគ្រប់គ្រាន់ទេនោះរាងកាយទាំងមូលអាចប្រឈមនឹងការចុះខ្សោយលើសពីនេះទៅទៀតកម្រិតនៃការគិតរបស់ខួរក្បាលក៏នឹងចុះអន់ថយទៅតាមនឹងដូចគ្នារីឯចិត្តគំនិតអារម្មណ៍និងស្មារតីវិញក៏មិនមានភាពនឹងណោផងដែរដូច្នេះហើយអ្នកត្រូវរៀបចំការសម្រាកឲ្យបានគ្រប់គ្រាន់ទៀងទាត់និងត្រឹមត្រូវជាប្រចាំទាំងពេលយប់និងពេលថ្ងៃដើម្បីជៀសវាងនូវបញ្ហាប្រឈមដែលនាំឲ្យមានការខាតបង់ 3. ចំណាយពេលនៅកន្លែងសមស្របស្វែងរកកន្លែងណាមួយដែលអ្នកអាចស្ដារកម្លាំងឡើងវិញទាំងកាយនិងចិត្តវិញ្ញាណរបស់ខ្លួនកន្លែងនោះអាចជាបន្ទប់គេងរបស់យើងអាចជាសួនច្បារចំការវាលស្រែព្រៃភ្នំទន្លេសមុទ្រព្រែកស្ទឹងបឹងបួររមណីយដ្ឋាននិងអាចជាទីកន្លែងផ្សេងទៀតដែលយើងអាចពលត្រូវនិងទទួលបាននូវភាពធូរស្បើយខាងផ្លូវកាយនិងផ្លូវចិត្តក៏ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នចំពោះគំនិតរបស់យើងនៅពេលដែលយើងនៅម្នាក់ឯងដោយសុភាសិតខ្មែរបានពោលថានៅម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយមិត្តឲ្យប្រយ័ត្នសម្ដី 4. ធ្វើសកម្មភាពល្អមួយចំនួនមានកិច្ចការមួយចំនួនដែលយើងអាចធ្វើបានដើម្បីជួយឲ្យខ្លួនប្រាណបានស្បាយពីអារម្មណ៍ហត់នឿយហើយការទាំងនោះអាចជាការស្ដាប់តន្ត្រីច្រៀងរាំលេងឧបករណ៍ភ្លេងឬល្បែងកម្សាន្តណាមួយលេងកីឡាចូលរួមធ្វើការងារសង្គមឬអាចជាកិច្ចការផ្សេងទៀតដែលអ្នកយល់ថាវាពិតជាអាចជួយសម្រួលនូវភាពហត់នឿយនិងអារម្មណ៍មិនល្អទាំងឡាយព្រមទាំងអាចជួយស្ដារឡើងវិញទាំងថាមពលខាងក្នុងនិងខាងក្រៅក៏ប៉ុន្តែយើងត្រូវប្រាកដថាកន្លែងនិងកិច្ចការទាំងនោះវានឹងមិនបង្កគ្រោះថ្នាក់ណាមួយដល់ខ្លួនឯងនិងអ្នកដទៃនោះឡើយ 5. ទទួលទានអាហារល្អនៅពេលបច្ចុប្បន្ននេះមានអាហារនិងភេសជ្ជៈយ៉ាងសម្បូរបែបដែលជាជម្រើសរបស់មនុស្សគ្រប់គ្នាក៏ប៉ុន្តែនៅក្នុងនោះក៏មានអាហារនិងភេសជ្ជៈមួយចំនួនដែលយើងគួរជៀសវាងដើម្បីការពារសុខភាពពីជំងឺរោគាផ្សេងដែលរំខានដល់ដំណើរការជីវិតដោយសុភាសិតខ្មែរបានពោលថាបើស្រឡាញ់ខ្លួនឲ្យស្ងួនចំណីនេះមានន័យថាគួរជ្រើសរើសញ៉ាំអាហារ
ឬភេសជ្ជៈដែលល្អត្រឹមត្រូវនិងអាចផ្ដល់នូវសុខភាពល្អព្រមទាំងអាចផ្ដល់នូវកម្លាំងពលំមាំមួនដល់រាងកាយទាំងមូលផងជាការពិតអាហារដែលល្អមិនប្រកាសថាជាអាហារដែលមានតម្លៃថ្លៃនិងជាអាហារកម្រអ្វីនោះទេផ្ទុយទៅវិញយើងក៏អាចស្វែងរកបាននិងអាចដាំដុះបង្កើតឡើងព្រមទាំងអាចចិញ្ចឹមវាដោយខ្លួនឯងបានផងដែរត្រូវចាំថាកុំញ៉ាំតាមឃ្លានកុំហ៊ានតាមចង់នោះឡើយក្រែងជប់ទុកឥតស្បើយដោយព្រោះតែទង្វើទាំងនេះមែនហើយវាមិនខុសនោះទេដែលយើងប្រើប្រាស់ធម៌ពលទាំងកាយចិត្តគំនិតនិងស្មារតីក្នុងការបំពេញការងារសុចរិតដើម្បីសម្រេចនូវភាពជោគជ័យឬទៅឲ្យដល់ក្តីស្រមៃនិងគោលដៅជីវិតដែលខ្លួនបានកំណត់ទុកមកនោះផ្ទុយទៅវិញអ្វីដែលខុសនោះគឺជារបៀបដែលអ្នកប្រើប្រាស់វាហួសហេតុពេកនិងលើសលប់ពេកហេតុដូច្នេះយើងគួរចំណាយពេលវេលាក្នុងការស្ដារកម្លាំងធម៌ពលឡើងវិញជាប្រចាំដើម្បីជួយឲ្យដំណើរការជីវិតអាចឆ្ពោះទៅមុខដោយមិនងាយហត់នឿយមិនចេះរីងស្ងួតនិងមិនងាយខ្សោះល្វើយនោះឡើយការធ្វើបែបនេះមិនមែនជាការធូររលុងចំពោះខ្លួនឯងនោះទេក៏ប៉ុន្តែជារបៀបដែលយើងម្នាក់យកចិត្តទុកដាក់ថែទាំនិងស្រឡាញ់ខ្លួនឯងអ្នកប្រាជ្ញខុងជឺបានពោលថាបុគ្គលដែលគោរពខ្លួនឯងគឺមិនត្រូវធូររលុងចំពោះខ្លួនឯងពេកទេតែត្រូវមានចិត្តទូលាយនិងស្រឡាញ់ខ្លួនឯងឲ្យត្រូវផ្លូវ